សាច់រឿងមួយនេះគឺបានចែករំលែកដោយប្រិយមិត្តម្នាក់ដែលជារឿងរ៉ាវកើតឡើងទៅលើប្អូនស្រីជីដូនមួយរបស់គាត់នៅពេលនោះប្អូនស្រីជីដូនមួយរបស់គាត់គឺមានអាយុត្រឹមតែ15ឆ្នាំតែប៉ុណ្ណោះតើប្អូនស្រីជីដូនមួយរបស់គាត់មានចរិតបែបណាជាកូនទីប្រមាណនៅក្នុងក្រុមគ្រួសារបែបណាគាត់បានប្រាប់ថាអញ្ចេះនៅក្នុងក្រុមគ្រួសាររបស់ប្អូនស្រីជីដូនមួយរបស់គាត់ឪពុកម្ដាយគាត់ហ្នឹងមានកូនទាំងអស់5នាក់ដោយមានកូនស្រី4នាក់ហើយនិងកូនប្រុសម្នាក់ប្អូនស្រីជីដូនមួយរបស់គាត់គឺជាកូនទី4ក្នុងចំណោមបងប្អូនទាំង5នាក់មានតែប្អូនស្រីជីដូនមួយដែលកើតសាច់រឿងមួយហ្នឹងទេដែលកើតមកខុសគេត្រង់ចំណុចថាស្អាតខុសគេសស្អាតបងប្អូនដតីរៀងស្អែមរៀងខ្មៅចម្លែកតែកូនទី4នឹងមួយគឺស្អាតមុខមាត់អីគឺលេចធ្លោជាងគេតែម្ដងហើយជាបុគ្គលម្នាក់ដែលជាទីចាប់អារម្មណ៍និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់បំផុតពីឪពុកម្ដាយរបស់គាត់ដោយសារតែការស្រឡាញ់មួយនឹងហើយដោយសារតែការពេញចិត្តជាងគេនេះហើយដែលធ្វើឲ្យប្អូនស្រីជីដូនមួយគាត់នឹងជាកូនទី4ក្តីតែប្រែคล้ายស្ទើរតែជាក្មេងទំនើងគួរនិយាយថាអញ្ចឹងសម្ដីគាត់គឺចូលចិត្តនិយាយច្រើនមែនតើហើយសម្ដីគាត់បើសិនជានិយាយដូចអត់ស្គាល់ចាស់អត់ស្គាល់ទុំអត់ស្គាល់អ្នកដតីអត់ចេះគោរពគេនិយាយមករៀងឆ្លើយរៀងកោងកាយតែម្ដងតែគាត់ក៏មានចំណុចពិសេសមួយដែរត្រង់ចំណុចថាបើសិនជាគាត់និយាយទៅរៀងឆ្លើយរបៀបថាចាស់សួរថាញ៉ាំបាយនៅកូនហើយគាត់ប្រកាសជាឆ្លើយថាអត់ញ៉ាំទេឬក៏អត់ស៊ីឧទាហរណ៍ថាអញ្ចឹងឲ្យតែឮពាក្យភ្លាមមានក្រុមគ្រួសារប្រាប់ថាអត់និយាយចឹងទេនិយាយចឹងគឺអត់ល្អទេគឺឆ្លើយណាស់កុំនិយាយអញ្ចឹងគេហៅថាក្មេងមិនល្អគាត់ទទួលស្ដាប់ភ្លាមហើយគាត់នឹងកែសម្រួលនឹងមិនមានរឿងអស់នឹងកើតឡើងទៀតទេហើយគាត់ក៏បានបញ្ជាក់ថាប្អូនស្រីចរូនមួយរបស់គាត់ត្បិតថាជាមនុស្សស្រីក្តីតែគាត់ចូលចិត្តលេងតែល្បែងរបស់មនុស្សប្រុសគួរតែនិយាយថាគាត់ចរិតរបៀបមនុស្សប្រុសណាទោះក្នុងកលៈទេសៈណាក៏ដោយទោះក្នុងក្របខ័ណ្ឌអាកប្បកិរិយាបែបណាក៏ដោយឪពុកម្ដាយរបស់គាត់អាចនិយាយបានថាស្រឡាញ់គាត់ខ្លាំងមែនទែនចឹងហើយឪពុកម្ដាយរបស់គាត់ក៏មិនសូវហាមឃាត់ក៏មិនស្ដីឲ្យក៏មិនចង់បានអីឲ្យគាត់ធ្វើអីគឺទៅតាមគាត់ទៅធ្វើទៅតាមតម្រូវចិត្តគាត់ទៅហើយនេះគឺជាប្រវត្តិរូបសង្ខេបរបស់ប្អូនស្រីជីរូនមួយរបស់គាត់មានថ្ងៃមួយកំឡុងពេលដែលក្រុមគ្រួសាររបស់ម្ចាស់សាច់រឿងនៅក្នុងផ្ទះកំពុងតែធ្វើការងាររៀងខ្លួនស្រាប់តែឮសំឡេងឈូឆាមនុស្សឆោឡោទៅផ្ដុំគ្នានៅមួយកន្លែងពួកគាត់ក៏ស្ទុះចេញទៅមើលដែរចង់ដឹងថាតើមានរឿងអីរឿងចោលប្លន់រឿងគ្រោះថ្នាក់ចរាចរណ៍ឬក៏មានឧបទ្ទវហេតុអ្វីកើតឡើងនៅពេលដែលគាត់ស្ទុះចេញពីទ្វារគាត់បានឃើញថាមានអ្នកជិតខាងគាត់ម្នាក់រំលងផ្ទះគាត់ប្រហែលជា3ផ្ទះមិនដឹងថាមានរឿងអ្វីទេម្ចាស់សាច់រឿងបានថានៅពេលដែលគាត់ទៅដល់នេះគាត់បានឃើញកូនប្រុសចំនួន3នាក់នឹងប្តីរបស់អ្នកជិតខាងរបស់គាត់នឹងកំពុងតែក្រៀកដៃអ្នកជិតខាងគាត់ជាប់តែម្ដងយើងហៅថាអ៊ំស្រីអញ្ចឹងចុះដូចព្យាយាមខាត់គាត់ណាបងប្អូនអាចសម័យថាដូចមនុស្សម្នាក់កំពុងតែព្យាយាមរើកំពុងតែព្យាយាមធាក់3-4នាក់ទៀតព្យាយាមអោបដៃអោបខ្លួនខំប្រឹងហិតតែម្នាក់ដែលត្រូវបានហិតនឹងនៅតែព្យាយាមរើបង្រាស់ហើយមានមនុស្សជុំវិញច្រើនមែនទែនកំពុងតែចោលភ្នែកមើលចង់ដឹងថាតើមានរឿងអ្វីកើតឡើងពិតប្រាកដប៉ុន្តែអ្វីដែលសំខាន់គឺមនុស្សប្រុសចំនួន4នាក់ពោលគឺកូនប្រុសរបស់អ៊ំស្រីនឹង3នាក់ហើយមានប្តីម្នាក់ទៀតចាប់យ៉ាងម៉េចក៏ចាប់មិនឈ្នះដែរវាជាហេតុការណ៍មួយព្រឹត្តិការណ៍មួយចម្លែកដែលអ៊ំស្រីជាមនុស្សចាស់ទៅហើយហេតុអ្វីបានមនុស្សប្រុសរហូតដល់4នាក់មិនមានកម្លាំងចាប់គាត់ជាប់អ៊ំស្រីពេលនោះគឺខ្លាំងមែនទែនកម្លាំងសឹងតែកវិសតែម្ដាយប៉ើងមនុស្ស2-3នាក់តើកម្លាំងមកពីណាស្របពេលដែល3នាក់4នាក់កំពុងតែព្យាយាមចាប់គាត់ព្យាយាមកំពុងតែរើគាត់បានស្រែកប្រាប់ថាលេងអញគាត់ស្រែកលឺខ្លាំងមែនទែនហើយទឹកមុខរបស់គាត់នៅពេលហ្នឹងគឺកាចខ្លាំងណាស់ហាក់ដូចជាខ្លាចូលសន្ធិនអញ្ចឹងម្ចាស់សាច់រឿងកំពុងតែឈរមើលព្រឹត្តិការណ៍មួយហ្នឹងជាមួយនឹងសម្រែករបស់អ៊ំស្រីលេងអញស្រាប់តែមានចាស់នៅចិត្តគាត់ហ្នឹងក៏ស្រែកថាប្រហែលមានវិញ្ញាណចូលហើយប្រហែលជាខ្មោចចូលហើយឲ្យលឿនទៅហូបប្រសង់និមន្តប្រសង់មកស្រោចទឹកត្រឹមតែនិយាយមួយម៉ាត់នឹងម្នាក់ក៏ស្ទុះរុះរាន់ទៅស្វែងរកទៅនិមន្តព្រះសង្ឃដែលនៅចិត្តវត្តដែលនៅក្នុងវត្តដែលនៅចិត្តទីតាំងមួយហ្នឹងក្រោយពេលដែលព្រះសង្ឃបាននិមន្តមកដល់ចាប់ដើមរៀបចំពិធីស្រោចទឹកប្រោះព្រំអីហើយឲ្យអស់ហើយគាត់
ក៏បានធូរស្រាលមកវិញហើយជាការបកស្រាយរបស់ព្រះសង្ឃក៏ជាការសារភាពរបស់អ៊ំស្រីម្នាក់ហ្នឹងគាត់បាននិយាយថាគាត់ខុសមាត់ខុសកជាមួយគេតើខុសមាត់ខុសកបែបណាគឺខ្ញុំអត់ដឹងដូចគ្នាទីតាំងកន្លែងណាក៏ខ្ញុំអត់ដឹងដូចគ្នាដោយគាត់មិនបានបញ្ជាក់នោះទេពាក្យថាខុសមាត់ខុសកវាអាចមានន័យច្រើនវាអាចមានន័យថាសន្យាហើយតែមិនបានធ្វើឬក៏ទៅប្រមាថគេអាហ្នឹងក៏រាប់ថាជាការខុសមាត់ខុសកដែរបន្ទាប់ពីដឹងរឿងហេតុអស់ហើយលោកអាចារ្យជាមួយនឹងព្រះសង្ឃក៏បានប្រាប់ឲ្យកូនចៅអ៊ំស្រីម្នាក់ហ្នឹងរៀបចំធ្វើជាពែមួយជាសំណែនជាកតូងមួយដាក់នៅឯអណ្ដូងនៅក្រោយផ្ទះរបស់គាត់កូនចៅរបស់អ៊ំស្រីហ្នឹងទទួលបានពាក្យហ្នឹងហើយក៏ប្រញាប់រុះរាន់ទៅធ្វើតាមទៅរកទៅកតូងទៅរកពែហ្នឹងរៀបចំសំណែនមានសាច់ឆៅសាច់ឆ្អិនបាយក្រហមបាយសលាក់នឹងលាក់រៀបចំមកស្អាតដាក់នៅទីតាំងដែលលោកអាចារ្យបានចង្អុលបង្ហាញក្រោយពីការរៀបចំសែនពែនឹងហើយអ្វីក៏បានធូរស្រាលហើយអ៊ំស្រីក៏ត្រឡប់មកដឹងខ្លួនធម្មតាវិញប្រហែលជា4ទៅ5ថ្ងៃរំលងពីថ្ងៃកើតហេតុប្អូនស្រីជីដូនមួយរបស់គាត់ដែលអាយុ15ឆ្នាំជាក្មេងពេញកម្លាំងសុខភាពធម្មតាតែសុកក៏ស្រាប់តែធ្លាក់ខ្លួនឈឺខ្លាំងមែនទែនចាប់ផ្ដើមមិនសូវនិយាយស្ដីហើយទឹកមុខវិញគឺប្រែជាខ្មៅប្រែជាស្អាប់ប្រែជាមនុស្សអត់មានរាសីចឹងកន្លែងហ្នឹងបងប្អូនប្រហែលជាធ្លាប់ឃើញហើយអ្នកខ្លះគឺមុខខ្មៅអែគឺបែបហ្នឹងនឹងឯងអ្នកខ្លះគឺមុខខ្មៅអែទាំងសម្បុររបស់ខ្លួនឯងសហើយយើងអាចសម្គាល់ថាទឹកមុខមួយហ្នឹងគឺអាប់រាសីហើយអញ្ចឹងគឺទឹកមុខមួយហ្នឹងឯងដែលប្អូនស្រីបានបង្ហាញអ្នកផ្ទះហាក់ដូចជាមិនបានគិតច្រើនទេក៏មិនគិតទៅដល់រឿងអបិយជំនឿអីដែរពួកគាត់គិតថាអញ្ចេះប្រហែលជាប្អូនស្រីនឹងទៅលេងខាងក្រៅច្រើនពេកអញ្ចឹងហើយទើបបានប្រហែលជាកើតជំងឺក្តៅខ្លួនអាចឈានចូលទៅដល់ផ្ដាសាយឬក៏គ្រុនអីអញ្ចឹងទៅអញ្ចឹងក៏ចាប់ផ្ដើមទៅ pharmacy ណាឲ្យគេផ្សំថ្នាំឲ្យគេរៀបចំអីចឹងប្រាប់អាការៈអីចឹងទៅគេរៀបចំអីមកសពមកគ្រប់ហើយក៏យកថ្នាំនឹងមកឲ្យប្អូនលេបក្រោយលេបថ្នាំមួយពេលពីរពេលហាក់ដូចជាមិនធូរស្បើយសោះអញ្ចឹងក្រុមគ្រួសារគាត់ក៏នាំប្អូនស្រីទៅមន្ទីរពេទ្យដើម្បីមើលថាបើសិនជាព្យួរសរោមប្រហែលជាអាចមានលទ្ធផលលឿនជាងប៉ុន្តែទោះត្រង់ចំណុចថាទោះព្យួរសរោមច្រើនប៉ុណ្ណាក៏ដោយអាការៈរបស់គាត់មិនមានបង្ហាញពីភាពធូរស្បើយនោះឡើយរាងកាយរបស់គាត់ក៏ចាប់ផ្ដើមស្គមទៅដោយញ៉ាំអីអត់ចូលអត់មានកម្លាំងថ្មឹងចាប់ផ្ដើមខ្លាចជាមនុស្សផ្សេងមួយទៀតឪពុករបស់ប្អូនស្រីមើលឃើញទស្សនវិជ្ជាមួយនឹងមើលទៅដូចអត់ស្រួលទេអញ្ចឹងគាត់ក៏សម្រេចចិត្តទៅកាន់មន្ទីរពេទ្យមួយដែលជាមន្ទីរពេទ្យល្បីឈ្មោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរហើយជាមន្ទីរពេទ្យរបស់រដ្ឋទៅដល់មន្ទីរពេទ្យគ្រូពេទ្យពិនិត្យឃើញថាគាត់ដូចជាមានជំងឺមេរោគនៅក្នុងឆ្អឹងដែលជាហេតុធ្វើឲ្យគាត់ញ៉ាំអត់សូវបានហើយស្រកសាច់ចាប់ផ្ដើមទឹកមុខប្រែជាអត់ស្រឡះអួរអាប់សម្បុរប្រែទៅជាអាប់ខ្មៅអីអញ្ចឹងទៅជាដំណោះស្រាយរបស់គ្រូពេទ្យនៅតែដាក់សេរ៉ូមដដែលហើយចាប់ផ្ដើមបុកថ្នាំទៅតាមមុខជំនាញទៅតាមអាការៈទៅតាមស្ថានភាពរបស់គាត់សម្រាប់នៅមន្ទីរពេទ្យបានមួយយប់គឺធម្មតាមិនមានរឿងអ្វីកើតឡើងទាល់តែសោះតែរឿងរ៉ាវទាំងអស់បានកើតឡើងចាប់ពីយប់ទី2តើមានរឿងអ្វីកើតឡើងសូមបងប្អូនទាំងអស់គ្នាមេត្តាចូលមកកាន់ផ្សាយរឿងនឹងទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាមេត្តាបិទភ្នែកហើយយើងសម័យទាំងអស់គ្នាចាត់ទុកថាបងប្អូនទាំងអស់គ្នាជាម្ចាស់សាច់រឿងបងប្អូនទាំងអស់គ្នាមានភារកិច្ចក្នុងការកំដរប្អូនស្រីជីដូនមួយរបស់បងប្អូននៅក្នុងបន្ទប់មន្ទីរពេទ្យស្ថានភាពពេលនេះគឺម៉ោងប្រហែលជាម៉ោង11ឬក៏12យប់នៅខាងក្រៅគឺអត់មានពន្លឺទេគឺងងឹតស្លុបតែម្ដងនៅពេលនេះគឺបងប្អូនហត់ហើយបានលងលក់គេងនៅចិត្តក្រែរបស់ប្អូនស្រីជីដូនមួយបាត់ទៅហើយសុកកំពុងតែគេងលក់កំពុងតែគេងកំដរស្រាប់តែបងប្អូនទាំងអស់គ្នាឮសំឡេងបងប្អូនចាប់ផ្ដើមបើកភ្នែកឡើងនៅពេលដែលបងប្អូនបើកភ្នែកឡើងហើយសម្លឹងទៅកាន់ប្អូនស្រីជីដូនមួយស្រាប់តែឃើញមាត់គាត់មហប់និយាយម្នាក់ឯងហើយញញឹមថែមទៀតជាមនុស្សម្នាក់ដែលមិននិយាយស្ដីតាំងពីឈឺមកមិនមានកម្លាំងសំបីតែហាមាត់បែរជាហើបមាត់និយាយតិចតែម្នាក់ឯងហើយញញឹមបែបផែនគួរឲ្យខ្លាចបើសម្លឹងមើលទៅអ្នកជំងឺនៅចិត្តនឹងម្នាក់ក៏ចាប់ផ្ដើមងើបឡើងដែរតែទឹកមុខម្នាក់គឺភ័យខ្លាចខ្លាំងមែនទែន
ព្រោះនៅពេលនេះគឺយប់ហើយស្ងាត់ហើយសំឡេងខ្សឹបតិចតិចនឹងក៏អាចលាន់ឮខ្លាំងដែរក្រោយពីម្នាក់បានភ្ញាក់ហើយសម្លឹងមើលមកកាន់ទឹកមុខរបស់ប្អូនស្រីពេលនឹងហើយដែលប៉ារបស់ប្អូនស្រីចរូនមួយហ្នឹងបានដើរមកកាន់គ្រែនឹងហើយកេះកាត់ជាកូនកុំមាត់សងំគេងកូនយប់ហើយភ្ញាក់គេភ្ញាក់ឯងបើសិនជាយើងងាកទៅមើលប្អូនស្រីវិញណាប្អូនស្រីអត់និយាយអ្វីទាំងអស់កែវភ្នែកបាញ់មកមើលឪពុកគាត់ហើយបង្ហាញស្នាមញញឹមដែលគួរឲ្យខ្លាចបំផុតរួចគាត់ក៏បិទភ្នែកគេងទៅវិញរឿងរ៉ាវនៅក្នុងយប់នេះគឺត្រឹមតែប៉ុណ្ណេះស្អែកព្រឹកឡើងប៉ារបស់គាត់បានសួរថាចេះកូនយប់មិញកូនឯងនិយាយជាមួយណាគេប្អូនស្រីចរូនមួយរបស់គាត់នឹងបានតបថាចេះអត់មាននិយាយជាមួយណាគេផងនឹងយប់មិញគាត់គេងលក់ធម្មតាគេងអត់មានបានភ្ញាក់ផងតើបងប្អូនឮចម្លើយនេះហើយបងប្អូនគិតបែបណាយប់មិញបើកភ្នែកមកឃើញគាត់សម្លឹងមើលទៅលើពីដាននិយាយតែម្នាក់ឯងច្បាស់មែនទែនហើយញញឹមទៀតប៉ារបស់គាត់ដើរមកមុនហ្នឹងនេះប៉ារបស់គាត់ដើរមកខំកេះប្រាប់គាត់ឆ្លើយអើដោយការញញឹមហើយគេងទៅវិញបែរជាគាត់ខ្លួនឯងប្រាប់ថាយប់មិញគាត់គេងលក់ស្រួលណាស់មិនបានងើបក្នុងខណៈណាមួយទាំងអស់អ្នកជុំវិញបានស្ដាប់ចម្លើយរបស់ប្អូនស្រីហើយម្នាក់ក៏ចាប់ផ្ដើមឆ្ងល់ពេលហ្នឹងប៉ារបស់ប្អូនស្រីក៏កេះទៅកាន់ម៉ាក់របស់គាត់ហ្នឹងប្រាប់អញ្ចឹងអត់ស្រួលទេម៉ែឯងទៅទិញធូបទៅទិញទៀនហើយទៅទិញចេកមួយស្និតមកទៅសែននៅមុខមន្ទីរពេទ្យព្រោះគាត់មានអារម្មណ៍ថាអត់ស្រួលហើយតាំងពីយប់វិញមកអាការៈមួយហ្នឹងគឺជាអាការៈមួយដែលមិនធម្មតាប្រពន្ធរបស់គាត់បានលឺភ្លាមអត់មានចាំបាច់សួរអត់មានជំទាស់អត់មានអ្វីទាំងអស់ស្ទុះស្ទាទាញកាបូបលុយទៅទិញសំណែនហើយរៀបចំនៅអ្វីដែលប្តីរបស់គាត់បានណែនាំយប់ទី3បានចូលមកដល់យប់មួយនេះគឺចម្លែកខ្លាំងមែនទែនព្រោះសភាពនៅក្នុងមន្ទីរពេទ្យទាំងមូលគឺស្ងប់ស្ងាត់ពេកស្ងប់ស្ងាត់គួរឲ្យចម្លែកស្ងប់ស្ងាត់ដែលបង្ហាញអាការៈវាមិនត្រូវស្ងាត់អញ្ចឹងពេកតែវាស្ងាត់ឡើងចងំតែម្ដងអ្នកជំងឺដែលគេនៅក្បែរគ្រែរបស់ប្អូនជីដូនមួយចាប់ផ្ដើមរើចេញហើយផ្លាស់ប្ដូរទីកន្លែងម្ដងម្នាក់ស្ទើរតែបន្ទប់មួយនឹងនៅសល់តែមុននឹងថាមាន10អ្នកជំងឺអញ្ចឹងទៅនៅសល់តែ 2-3 អ្នកជំងឺទេនៅពេលនេះគឺម៉ោង1យប់ប្អូនជីដូនមួយគឺចាប់ផ្ដើមធ្វើទុកទៀតហើយតែអាការៈដងនេះគួរឲ្យចម្លែកខ្លាំងមែនទែនព្រោះគាត់ចាប់ផ្ដើមយកដៃខ្លួនឯងមកកោសធ្មេញរបស់គាត់ណាព្រោះអាការៈដងនេះបើសិនជាយើងមើលទៅគឺប្អូនស្រីកំពុងតែញញធ្មេញហើយយកដៃមកកោសពីចាញធ្មេញលើមកដល់ចាញ់ធ្មេញក្រោមគឺរបៀបកោសចុះកោសឡើងចាប់ផ្ដើមកោសមុខចាប់ផ្ដើមនិយាយទៅវាធ្វើទារុណកម្មខ្លួនឯងប៉ារបស់គាត់ឃើញអញ្ចឹងក៏ស្ទុះទៅចាប់ដៃរបស់គាត់គ្រាន់តែឪពុករបស់គាត់ខំប្រឹងចាប់ដៃគាត់នេះប្អូនស្រីបានចាប់ដៃឪពុករបស់គាត់នឹងយកមកខំរហូតដល់លាត់ស្បែកចេញឈាមម្នាក់ឈូឆចាប់ផ្ដើមសួរថាណាចាប់ផ្ដើមកោសមុខចាប់ផ្ដើមនិយាយទៅវាធ្វើទារុណកម្មខ្លួនឯងប៉ារបស់គាត់ឃើញអញ្ចឹងក៏ស្ទុះទៅចាប់ដៃរបស់គាត់គ្រាន់តែឪពុករបស់គាត់ខំប្រឹងចាប់ដៃគាត់នេះប្អូនស្រីបានចាប់ដៃឪពុករបស់គាត់នឹងយកមកខំរហូតដល់លាត់ស្បែកចេញឈាមម្នាក់ឈូឆចាប់ផ្ដើមសួរថាណែងើបឡើងមានរឿងអីមិនបានធ្វើអញ្ចឹងតែប្អូនស្រីវិញមិនបាញ់ចាញ់អាការៈអ្វីទាំងអស់បានត្រឹមតែអង្គុយថ្មឹងហើយញញឹមក្នុងរូបភាពមួយដែលគួរឲ្យខ្លាចជាទីបំផុតហេតុការណ៍នៅយប់នឹងធ្វើឲ្យអ្នកជំងឺដែលនៅសល់ប្រមាណគឺស្រឡាំងកាំងគាំងតែម្ដងសឹងតែថាស្នាក់នៅប្រមាណយប់រៀងធូរស្បើយហើយតែហេតុការណ៍មួយនឹងធ្វើឲ្យឈឺកាន់តែធ្ងន់ណាម្នាក់បានស្ទុះទៅចាប់ប្អូនស្រីចរូនមួយខ្លាចធ្វើទរណកម្មហើយម្នាក់ប្រយ័ត្នមែនទែនខ្លាចគាត់ធ្វើឲ្យគេឈឺចាប់ឬក៏បង្ករបួសស្នាមទៅលើរៀងខ្លួននឹងឯងម្នាក់ស្រែកថានៅឲ្យស្ងៀមប្អូនស្រីនឹងគិតតែខំប្រឹងសុកស្រាប់តែប្អូនស្រីនឹងស្លាប់បាត់តែម្ដងដួលផ្កាក្រោយគេងផ្កាក្រោយទៅលើខែហើយស្លាប់បាត់ហើយរឿងរ៉ាវនៅយប់មួយនោះគឺចាប់ត្រឹមតែប៉ុណ្្នឹងស្អែកព្រឹកឡើងនៅពេលដែលប៉ារបស់គាត់សួរទៅកូនរបស់គាត់ថាចេះយប់មិញមានរឿងអីប្អូនស្រីបានត្រឹមតែឆ្លើយពាក្យមួយម៉ាត់ថាអត់ដឹងហងនឹងអត់មានរឿងអីណាខ្ញុំគេងធម្មតានឹងគេងធម្មតាយ៉ាងម៉េចម្នាក់នៅជុំវិញខ្លួនគឺឃើញទាំងអស់នៅទស្សនវិជ្ជាមួយនឹងរាប់ចាប់ពីយប់ទី3នេះទៅប្រមាណយប់ទៀតគឺបន្តសកម្មភាពដដែលជារៀងរាល់យប់រហូតដល់ខំស្បែកខ្លួនឯងរហូតដល់ឡើងស្នាមនៅស្មានៅដៃកន្លែងណាដែលដាក់ចូលធ្មេញបានណាកន្លែងណាដែលដាក់ចូលមាត់បានគឺគាត់ខំទាំងអស់
បើសិនជាយើងនិយាយអំពីអ្នកផ្ទះរបស់គាត់វិញឃើញអាការៈបែបនេះហើយវាឡើងទៅជាជំងឺមេរោគនៅក្នុងឆ្អឹងហើយអត់មានជំងឺមេរោគក្នុងឆ្អឹងណាដែលបង្កហេតុបែបហ្នឹងទេអញ្ចឹងហើយម្នាក់បានសន្និដ្ឋានថាប្អូនស្រីប្រកាសជាមានអមនុស្សចូលម្នាក់ខំប្រឹងដើររកគ្រូមកខ្លាំងមែនទែនប៉ុន្តែទៅរកគ្រូប្រមាណហើយមិនមានលទ្ធផលអ្វីសោះយប់ទី5យប់មួយនេះប្រៀបដូចជាកុនដែលចាក់នៅក្នុងស៊ីនេម៉ាអញ្ចឹងគឺដូចគ្នាតែម្ដងម៉ោង12ឈៀងចូលម៉ោង1យប់ដោយសារតែមានសកម្មភាព3-4យប់ជាប់គ្នាទៅហើយនៅក្នុងយប់ទី5នេះមិនមានអ្នកណាម្នាក់ហ៊ានគេងនោះទេម្នាក់គឺចាំបើកភ្នែកធំមើលចាំបើកភ្នែកមើលថាតើគួរនឹងធ្វើយ៉ាងម៉េចបើសិនជាខំខ្លួនឯងទៀតយើងទៅធ្វើយ៉ាងម៉េចគឺរៀបគម្រោងការឲ្យអស់ហើយអ្វីគឺដូចការគិតមែនប្អូនស្រីនេះកំពុងតែគេងសុកងើបមកអង្គុយក្រកហើយស្ទូយយកម្សៅនៅចិត្តខ្លួននឹងយកមកប៉ាតមុខប៉ាតដៃប៉ាតជើងផុតពីប៉ាតរួចហើយអ្វីដែលហេតុការបន្តនេះគឺគាត់ស្ទុះឡើងឈរនៅលើគ្រែរបស់គាត់ចាប់ផ្ដើមរាំបែបរបាំបុរាណនៅក្នុងគណៈមួយនេះមិនមានអ្នកណាម្នាក់នោះឡើយដែលហ៊ានចូលចាប់គាត់បើសិនជាបងប្អូននៅក្នុងទស្សនវិជ្ជាមួយនឹងតើបងប្អូនមានអារម្មណ៍បែបណា4យប់ដែលបានកើតឡើងច្រើនណាស់ងើបមកអង្គុយសម្លឹងគេសម្លឹងឯងខំខ្លួនឯងខំអ្នកនៅជិតខាងបង្ករបួសស្នាមទៅអ្នកចូលជួយតែដងនេះគឺងើបឈរលើគ្រែហើយរាំតាមបែបរបាំបុរាណវិញកាច់ដៃកាច់ជើងប្រកបដោយទឹកមុខញញឹមគួរឲ្យខ្លាចមែនទែនគាត់រាំបណ្ដើគាត់ញញឹមបណ្ដើផុតពីនឹងហើយគឺគាត់ចាប់ផ្ដើមខំស្មាខ្លួនឯងខំដៃខ្លួនឯងលើកនេះខំរហូតដល់ឈាមដាបពេញមាត់គាត់តែម្ដងគ្រាន់តែឃើញបែបនេះហើយប៉ារបស់គាត់គឺហក់កធប់ហក់ស្ទុះទៅចាប់គាត់អ្នកណាក៏ដោយដែលជាអ្នកកំដរអ្នកជំងឺមិនថានៅក្នុងគ្រួសារនឹងទេឲ្យតែនៅក្នុងបន្ទប់នឹងគឺម្នាក់ស្ទុះទៅចាប់គាត់ទាំងអស់គ្នាចាប់គាត់ព្យាយាមរើព្យាយាមសែករហូតដល់គាត់ស្លាប់បាត់ហើយរឿងរ៉ាវនៅក្នុងយប់មួយនោះត្រូវចាប់ត្រឹមតែប៉ុណ្នេះព្រឹកឡើងម្ចាស់សាច់រឿងនិងលោកយាយរបស់គាត់បានទៅរកគ្រូម្នាក់ដោយមានក្តីរំពឹងថាគ្រូម្នាក់នឹងអាចជួយបានជាលទ្ធផលលោកគ្រូម្នាក់នឹងបាននិយាយថាអញ្ចឹងប្អូនស្រីប្អូនចដូនមួយម្នាក់នឹងគឺបានទៅជន់ពែកន្លែងគេជាសម្ដែងរបស់គេហើយពែមួយនឹងគឺគេសែនឲ្យព្រាយដោយសារតែជន់មហូបអាហាររបស់គេនឹងហើយដែលគេខឹងហើយគេចូលទៅក្នុងប្អូនស្រីម្នាក់នឹងធ្វើបាបគាត់យីគាត់ចាប់ផ្ដើមធ្វើទុកបុកម្នេញគាត់ដូចដែលអាការៈដែលអ្នកទាំងអស់គ្នាបានជួបប្រទះរយៈពេល5ថ្ងៃនឹងឯងលោកគ្រូម្នាក់នឹងក៏បានប្រាប់ពីវិធីដោះស្រាយដែរវិធីដោះស្រាយនោះគឺធ្វើសំណែនសារជាថ្មីដាក់ឲ្យគេវិញនៅទីតាំងកន្លែងដើមហើយទីតាំងដែលត្រូវដាក់នោះគឺត្រង់អណ្ដូងក្រោយផ្ទះអ៊ំស្រីដែលជាអ្នកកើតហេតុទី1នឹងឯងគឺអណ្ដូងនឹងដដែលក្រោយពីលោកយាយហើយនឹងម្ចាស់សាច់រឿងបានទទួលពាក្យលោកគ្រូហើយលោកគ្រូបញ្ចប់ដោយការហុចទឹកមុនមួយដបហើយប្រាប់ថាចេះឲ្យគាត់លុបមុខហើយផឹកនៅពេលព្រលឹមឡើងពេលគាត់ដឹងខ្លួនមិនទាន់ញ៉ាំអីទាំងអស់ចូលពោះផឹកអានឹងមុនគេហើយលោកគ្រូបានផ្ដាំថាចេះយប់នឹងពេលដែលទៅមើលអ្នកជំងឺហ្នឹងអត់មានអ្នកណាគេងទេត្រូវតែដឹងខ្លួនទាំងអស់គ្នាចាំមើលប្អូនស្រីគាត់ថាធ្វើអីទៀតព្រោះលោកគ្រូបញ្ជាក់ថាយប់នេះយប់មួយនឹងជាយប់ដែលខ្លាំងជាងគេបំផុតបើសិនជាអ្នកទាំងអស់គ្នាយល់ថាអា5យប់ដំបូងនឹងខ្លាំងណាអត់ទេគាត់ថាយប់នឹងគឺខ្លាំងជាងរាល់ដងទៀតស្ដាប់ត្រឹមតែប៉ុណ្្នឹងម្ចាស់សាច់រឿងគឺព្រឺក្បាលមែនទែនមិនថាឡើយតែម្ចាស់សាច់រឿងទេបើសិនជាបងប្អូនសម័យឃើញនៅទស្សនវិជ្ជាមួយនឹងក្មេងស្រី15ឆ្នាំចាប់ផ្ដើមខំខ្លួនឯងចេញឈាមចាប់ផ្ដើមខំគេឡើងរំកាច់ដៃកាច់ជើងញញឹមខ្ញុំជឿជាក់ថាបើសិនជាសម័យឃើញមិនបាច់ចាំម្ចាស់សាច់រឿងព្រឺក្បាលតែខ្ញុំផ្ទាល់ក៏ខ្ញុំព្រឺក្បាលដែរគាត់បានទទួលពាក្យនឹងហើយគាត់បានត្រឡប់ទៅមន្ទីរពេទ្យវិញហើយហុចទឹកមុនហើយប្រាប់ពីអ្វីដែលលោកគ្រូបានផ្ដាំផ្ញើទៅកាន់ឪពុករបស់ប្អូនស្រីរបស់គាត់នៅយប់មួយនឹងដូចសពដងសមាជិកមានប្រុសមានស្រីមិនមានអ្នកណាម្នាក់ហ៊ានគេនោះទេគឺចាំមើលប្អូនស្រីទាំងអស់គ្នាថាគាត់នឹងបង្ហាញអាកប្បកិរិយាបែបណាម៉ោង12យប់នៅពេលដែលកំពុងតែគេងគាត់ស្ទុះមកអង្គុយម្ដងទៀតកំពុងតែគេងនេះគេងស្ទុះមកអង្គុយហ្មងណាហើយស្លឹងឆ្វេងស្លឹងស្ដាំអត់ឃើញម្សៅហើយកស្រីតិចយកម្សៅមកលាបឲ្យអញចង់រាំអញចង់ស្អាតប៉ារបស់ប្អូនស្រីនេះឃើញអញ្ចឹងអត់មានប្រកែកអត់មានសួរនាំគឺស្ទុះទៅរកម្សៅឲ្យកូនស្រីរបស់គាត់គ្រាន់តែបានម្សៅភ្លាមក៏ឆក់ចេញពីដៃឪពុករបស់គាត់យកមកលាប
hơi chập đám soi là cái nào thay ôi nhung còn ở sớm ngày của pư đây soi hơi còn stu lang lừa khẽ hơi chập đám hòm bay pen là ba mùa ran cách tay cách chương năng ai có pung tà róm sắp từ studio có thể nó mỏng chắc luôn ấy nhé ta từ bong ôn rồi bọc con mà nè đại nơi kia đại bồng pot studio chập đầy chẳng ở quay đại con mỏng thui nó cứ ở ban sầm lại tê bên năng hơi đại pa rồi bọc con nè có stu từ tiên vô tắc môn á đại con không tung nó bầm rong bằng cha bằng côn con tai mà chaใส่ hướng bán ham chứ lúc hú phẹp thaเอาcha thế lúc hú phẹp tha tục pe phật tụcเอาcon lục mục hay phật អត់មានប្រាប់ថាឲ្យយកមកចេះទេអញ្ចឹងប៉ារបស់គាត់នេះនៅពេលហ្នឹងគឺទីទើខ្លាំងមែនទែនមិនដឹងថាចាស់មិនដឹងថាអីប៉ុន្តែលោកយាយរបស់គាត់ហើយនឹងម្ចាស់ស្រីរឿងហ្នឹងព្យាយាមចាប់ដៃជាប់ថាអត់ទេអត់ចេះទេទុកឲ្យពេលផឹកប៉ារបស់គាត់ក៏រងាប់អារម្មណ៍ហើយក៏មួកម្មអីវិញទៅទុកកន្លែងដើមវិញបានមកសទុះប្អូនស្រីក៏ស្លាប់សាយជាថ្មីម្ដងទៀតព្រឹកឡើងក្រុមគ្រួសាររបស់គាត់បានហុចទឹកមួយកែវទៅឲ្យប្អូនស្រីរបស់គាត់រឿងដែលចម្លែកនឹងគឺចេះប្អូនស្រីរបស់គាត់ពិតជាទទួលទឹកមួយនឹងយកមកញ៉ាំមែនគ្រាន់តែញ៉ាំចូលទៅក្នុងពោះភ្លាមស្រាប់តែគាត់បង្ហាញអាការៈក្អួតចង្អោរចេញមកវិញតែអ្វីដែលសំខាន់គឺក្អួតមិនមែនក្អួតចេញជាទឹកទេវាទៅជាក្អួតចេញដុំមូលពណ៌ខ្មៅរបៀបដុំប៉ែគួរនិយាយថាដូចផុកវាប៉ែដូចផុកអញ្ចឹងតែពណ៌វិញគឺវារៀងខ្មៅហាក់ដូចជាឈាមកកខាងក្នុងអារបៀបបើសិនជាមនុស្សម្នាក់ដែលក្រំក្នុងហើយក្អួតចេញមកវិញគឺសភាពគឺបាននឹងឯងនៅពេលដែលក្អួតមកអស់ខ្យល់គាត់ហើយគាត់ក៏ចាប់ផ្ដើមធូរស្បើយវិញចាស់ក៏ចាប់ផ្ដើមសួរនាំគាត់ថាចេះមុនពេលគាត់ឈឺនឹងមានបានទៅលេងអាកន្លែងដងក្រួយផ្ទះនឹងអត់គាត់ក៏ប្រាប់ថាពេលនោះគាត់ពិតជាបានទៅលេងមែនព្រោះពេលនោះគាត់ទៅលេងបិទពួនហើយគាត់អត់ដឹងថាពួននៅណាគាត់ក៏ពួននៅក្រួយដងមួយហ្នឹងហើយនៅពេលដែលគាត់ពួននៅក្រួយដងមួយហ្នឹងនេះគាត់នេះបានទៅជន់ប៉ែគេតែគាត់មិនស្គាល់ថាអាហ្នឹងជាប៉ែអញ្ចឹងហើយគាត់ឃើញអញ្ចឹងប្រឡាក់ជើងគាត់ទៅឆ្កឹះគាត់ទៅគៀសឲ្យចេញពីស្បែកជើងរបស់គាត់ថែមទៀតត្រឹមតែចំណុចនេះម្នាក់បានយល់ការថាលោកគ្រូពិតជានិយាយត្រឹមត្រូវមែនហើយអ្វីបានកើតឡើងហ្នឹងគឺពិតជាមានព្រាយចូលសន្ធិដ្ឋគាត់មែនគឺគាត់ទៅបំពេញកន្លែងគេផុតពីគាត់បានក្អួតចង្អោរនិយាយដឹងគ្នាខ្លាចជាមនុស្សម្នាធម្មតាហើយនៅក្នុងយប់នោះម្នាក់ក៏គេងលក់បានស្កប់ជាយប់ទី1ដែលគាត់គេងលក់ដូចជាការគេងពិតប្រាកដមែនពេលត្រឡប់មកដល់ផ្ទះវិញប្អូនស្រីរបស់គាត់បែរជានិយាយលែងចង់កើតចាប់ដើមប្រឹងធ្គាមចាប់ដើមនៅស្ងៀមកម្រើកដៃកម្រើកជើងអីអត់ចង់រួចសោះរំលងបានប្រហែលជាមួយខែគាត់ចាប់ផ្ដើមធូរស្បើយមកវិញចាប់ផ្ដើមកម្រើកដៃចាប់ផ្ដើមលឿនថារវល់ឡើងវិញណាអ្វីដែលចម្លែកគឺគាត់តែនិយាយថាអញ្ចេះគាត់ឃ្លានបើអត់ទិញឲ្យគាត់ទេគឺគាត់ស្រែកយំតែម្ដងគាត់ខឹងដូចត្រូវតែធ្វើតាមចិត្តគាត់ណាប៉ុន្តែមកដល់បច្ចុប្បន្ននេះអ្វីគឺបានធូរស្បើយហើយគាត់ឡើងគីឡូជាងមុនទាស់ត្រង់ចំណុចថាសក់របស់គាត់បែរប្រែជាសក់រួញសក់ដែលត្រង់រលោងបែរជាខ្លាចជាសក់វិញហើយស្លាកស្នាមដែលគាត់បានបង្កនៅលើខ្លួនឯងក៏វាខ្លាចទៅជាផ្លែហើយក៏បន្សល់ស្នាមនៅលើដងខ្លួនរបស់គាត់ដែរហើយនេះគឺជាសាច់រឿងរបស់គាត់យ៉ាងម៉េចទៅដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាសម័យចាញ់ឃើញទស្សនវិជ្ជានៃសាច់រឿងមួយហ្នឹងអញ្ចឹងហើយបើសិនជាបងប្អូនធ្លាប់តែមានសំណួរថាធ្វើប៉ែឃើញប៉ែផ្សាយហ្នឹងមានគេទទួលមែននោះសាច់រឿងមួយនេះអាចបញ្ជាក់ប្រាប់បងប្អូនថាពិតជាមានអ្នកទទួលយ៉ាងពិតប្រាកដមែនគ្រាន់តែយើងមិនអាចមើលគេឃើញតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាបើសិនជាបងប្អូនធ្វើដំណើរទៅទីចិត្តទីឆ្ងាយឃើញប៉ែសូមមេត្តាដើរគៀសទៅដើរជិះទៅកុំទៅម្លងកន្លែងគេកុំទៅដើរជន់កន្លែងគេហេតុអ្វីបានខ្ញុំនិយាយចឹងយើងឃើញជាកន្ទងជាប៉ែប៉ុន្តែធៀបពិតហាក់ដូចជាមានមនុស្ស3 4នាក់5នាក់ឬក៏មានម្នាក់មេធំអញ្ចឹងណាកំពុងតែអង្គុយអោនស៊ីអាប៉ែហ្នឹងណាហើយបើសិនជាបងប្អូនកំពុងញ៉ាំបាយអង្គុយនៅលើឥដ្ឋអង្គុយញ៉ាំបាយបើសិនជាខ្ញុំដើរទៅជន់ចានបាយរបស់បងប្អូនតើបងប្អូនមានអារម្មណ៍បែបណាអារម្មណ៍មួយនេះគឺជាអារម្មណ៍របស់អមនុស្សនឹងឯងចឹងថងចំណុចហ្នឹងតើខុសឬក៏តើត្រូវដែលអមនុស្សមួយហ្នឹងជាព្រាយមួយហ្នឹងបានធ្វើខ្ញុំមិនហ៊ានចោទប្រកាន់ថាព្រាយនឹងខុសទេអាហ្នឹងមកពីយើងទៅជន់កន្លែងគេដែរទេប៉ុន្តែគ្រាន់តែត្រង់ចំណុចមួយដែលថាបើសិនជាបំណាច់ថាចូលខ្លួនគេហើយមិនព្រមនិយាយឲ្យគេដឹងណាមិនព្រមប្រាប់គេហ្មងទៅថាណែកូននឹងមកជន់ប៉ែកន្លែងអញជន់ចានបាយអញ
អញ្ចឹងក្នុងករណីហ្នឹងសែនឲ្យអញវិញអញ្ចឹងមកចាប់រឿងឲ្យចាប់បាច់ធ្វើបាបធ្វើទុកបុកម្នេញបែបប្រហែលជាព្រាយហ្នឹងក៏ធម្មតាព្រាយអត់ស្អាតណាអញ្ចឹងហើយក៏ចូលទៅរូបប្អូនស្រីដែលជាកូនដែលស្អាតជាងគេក្នុងចំណោមកូន5នាក់ក៏ចាប់ផ្ដើមពេញចិត្តនៅរូបរាងមួយហ្នឹងហើយចាប់ផ្ដើមធ្វើបាបខ្លួនឯងដោយរបៀបថាអញមុខអាក្រក់អញ្ចឹងអញត្រូវតែធ្វើឲ្យនាងឯងមុខអាក្រក់ដូចអញដែររបៀបអញ្ចឹងនឹងឯងប្រហែលជាអញ្ចឹងនេះជាការស្មានរបស់ខ្ញុំទេចឹងតើសង្ឃឹមថាសាច់រឿងទី1នេះអាចបំរើអារម្មណ៍ជូនទៅបងប្អូនទាំងអស់គ្នាក៏សង្ឃឹមថាសាច់រឿងទី1នេះបងប្អូនអាចសម័យឃើញទាំងអស់គ្នាដូចគ្នាតោះយើងចូលដល់សាច់រឿងមួយទៀតសាច់រឿងមួយនេះដែរត្រូវបានចែករំលែកដោយបងប្រុសម្នាក់ដែលគាត់មានឈ្មោះថា Ewan ចឹងបើសិនជាបងបានឮនៅសាច់រឿងរបស់បងសូមបងខមមិននៅក្រោមវីដេអូមួយនេះផងហើយបើសិនជាប្រិយមិត្តបានស្ដាប់សាច់រឿងរបស់គាត់ហើយមានអារម្មណ៍ថាបោកខ្ញុំអាចបញ្ជាក់ប្រាប់ថាសាច់រឿងនេះគាត់ហ៊ានអះអាងថាពិតជាសាច់រឿង 100% ដែលបានកើតឡើងចំពោះគាត់ហើយសាច់រឿងទាំងមូលបើសិនជាបងប្អូនអាចសម័យចាញ់ឬស្ដាប់ខ្ញុំបកស្រាយនេះខ្ញុំហ៊ានធានាថាវាដូចក្នុងរឿងពេកវាសឹងតែសាហាវវាសាហាវខ្លាំងពេកវាសាហាវរហូតដល់តតែក្នុងសាច់រឿងទើបគេធ្វើបើសិនជាអ្នកដែលមានបទពិសោធន៍ខ្មោចលងធម្មតានឹកស្មានដល់ថាតើមានហេតុការណ៍អញ្ចឹងកើតឡើងតើអាចកើតឡើងវាអាចទៅរួចមិនមែនមិនអាចទេហើយខ្ញុំជឿជាក់ថាបងប្អូនជាច្រើនដែលកំពុងតែស្ដាប់នេះប្រហែលជាមានអ្នកខ្លះជួបអ្នកខ្លាំងជាងនឹងទៀតគ្រាន់តែគាត់មិនទាន់មានសេចក្តីក្លាហានក្នុងការចែករំលែកមកកម្មវិធីជាអ្វីតែផ្ដល់តតែក្នុងសាច់រឿងទើបគេធ្វើបើសិនជាអ្នកដែលមានបទពិសោធន៍ខ្មោចលងធម្មតានឹកស្មានដល់ថាតើមានហេតុការណ៍អញ្ចឹងកើតឡើងតើអាចកើតឡើងវាអាចទៅរួចមិនមែនមិនអាចទេហើយខ្ញុំជឿជាក់ថាបងប្អូនជាច្រើនដែលកំពុងតែស្ដាប់នេះប្រហែលជាមានអ្នកខ្លះជួបអ្នកខ្លាំងជាងនឹងទៀតគ្រាន់តែគាត់មិនទាន់មានសេចក្តីក្លាហានក្នុងការចែករំលែកមកកម្មវិធីជាអ្វីតែប៉ុណ្ណោះតោះយើងចូលដល់សាច់រឿងរបស់គាត់ទាំងអស់គ្នាដដែលខ្ញុំទទូចសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្ដាប់ខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាអូបិទភ្នែកសម័យចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងស្រមៃឃើញទាំងអស់គ្នាសាច់រឿងមួយនេះបានកើតឡើងចំពោះបងប្រុសហើយបងប្រុសបានប្រាប់ហើយថាគាត់មិនមែនជាអ្នកឃើញវិញ្ញាណគាត់មានញាណគាត់មើលឃើញអរូបអីទេគឺអត់ទេមនុស្សឲ្យធម្មតាឲ្យសតតែម្ដងតែនៅពេលនោះក្នុងកំឡុងឆ្នាំ2022ពេលនោះគឺគាត់គត់ឆ្នាំអាយុ20ឆ្នាំគត់ហើយថ្ងៃកើតហេតុនោះគឺជាថ្ងៃខួបកំណើតរបស់គាត់នឹងឯងជាថ្ងៃគម្រប់ដែលគាត់ឈានចូល20គត់តែម្ដងនៅពេលនោះគាត់បម្រើការនៅកន្លែងការងារមួយកន្លែងនៅទីក្រុងព្រះសីហនុដោយគាត់ស្នាក់អាស្រ័យនៅខុនដូកម្ពស់9ជាន់ជារៀងរាល់ថ្ងៃជាធម្មតានៅក្នុងបន្ទប់ដែលគាត់ជួលនឹងគឺមានសមាជិកទាំងអស់3នាក់អញ្ចឹងមុននឹងចូលមកបន្ទប់គេងពួកគាត់តែងតែចេញទៅខាងក្រៅដើម្បីញ៉ាំអីគាត់ខ្ជិលធ្វើម្ហូបដើម្បីឲ្យស្អុយបន្ទប់គាត់ខ្ជិលសម្អាតអីច្រើនណារបៀបអញ្ចឹងក្នុងករណីនេះហើយគាត់ក៏សម្រេចចិត្តថាចេញពីធ្វើការណាមួយក៏បានប្រាក់ខែល្អដែរអញ្ចឹងចេញពីធ្វើការយើងញ៉ាំអីឲ្យហើយលាក់អញ្ចឹងទៅមុននឹងវិលត្រឡប់ទៅកាន់កន្លែងគេងរបស់យើងវិញគាត់តែងតែធ្វើបែបនេះរយៈពេលជាយូរច្រើនខែអញ្ចឹងទៅតែនៅក្នុងថ្ងៃកើតហេតុវាខុសពីថ្ងៃធម្មតាថ្ងៃនោះគាត់ធ្វើការធម្មតាគាត់ប្រាប់ថាអារម្មណ៍របស់គាត់គឺធម្មតាទាំងអស់សុកនៅពេលដែលម៉ោងចេញពីធ្វើការនេះម៉ោង10កន្លះយប់អារម្មណ៍របស់គាត់ស្រាប់តែស្រាប់តែអត់សុបាយចិត្តមកពេញហ្នឹងហ្មងស្រាប់តែវាមិនប្រក្រតីអាមនុស្សសុបាយសោះសុកស្រាប់តែសែតមកទៅហឹងបើសួរគាត់ថាតើមានរឿងអីគាត់ថាអត់មានរឿងអីទេមួយថ្ងៃនេះគឺដើរទៅយ៉ាងរលូនអត់មានរឿងអីកើតឡើងអត់មានរឿងអីឲ្យគាត់ទូមនោះអត់មានរឿងអីឲ្យគាត់ថ្នាក់ចិត្តគឺមិនមានប៉ុន្តែអារម្មណ៍មួយនឹងសុកស្រាប់តែទៅតែម្ដងក្រោយពីចេញធ្វើការម៉ោង10កន្លះយប់នេះមិត្តរួមបន្ទប់របស់គាត់នេះក៏ហៅគាត់ដែរថាចេះតោះទៅញ៉ាំអីជុំគ្នាឯងឃើញនៅហាងមួយនេះតំណងទៅយើងទៅញ៉ាំអីផឹកស៊ីតិចតួចហ្មងទៅហើយចាំយើងទៅបន្ទប់គេងវិញទាំងអស់គ្នាម្ចាស់សាច់រឿងទទួលបានពាក្យមួយនឹងហើយដោយសារតែអារម្មណ៍របស់គាត់អត់សុបាយចិត្តរៀងយ៉ងចឹងក៏ប្រាប់ថាឥឡូវចេះទៅពួកបងឯងទៅខ្ញុំសុំសម្រាប់ឯងថ្ងៃហ្នឹងខ្ញុំដូចមិនដឹងមិនទេបងអារម្មណ៍ដូចមិនសូវសុបាយចិត្តសោះឥឡូវខ្ញុំទៅគេងហើយដូចរៀងខ្សោះអស់កម្លាំងខ្ញុំសុំទៅគេងមុនហើយបងដែលនៅក្នុងបន្ទប់មួយគាត់ជាមួយនឹងមិត្តភក្តិដទៃទៀតឮសម្ដីរបស់គាត់បែបហ្នឹងហើយក៏ប្រាប់ថាអញ្ចឹងទៅគេងទៅសម្រាប់ឲ្យស្រួលទៅចាំពួកបងញ៉ាំអីហើយចាំទៅដល់បន្ទប់វិញគាត់ទទួលពាក្យហ្នឹងហើយគាត់ក៏បាយទៅកាន់មិត្តរួមក្រុមរបស់គាត់អីចឹងទៅហើយគាត់ដើរតម្រង់ទៅខុនដូរបស់គាត់
បញ្ជាក់ម្ដងទៀតថាខុនដូរបស់គាត់គឺមានកម្ពស់9ជាន់ហើយនៅមិនឆ្ងាយពីកន្លែងធ្វើការរបស់គាត់ទេគាត់ដើរមកដល់ខុនដូរបស់គាត់បានឃើញសន្តិសុខគាត់ក៏សួរស្ដីសន្តិសុខអញ្ចឹងណាបងអើយមិនហើយបានអីញ៉ាំនៅក្រោយពីសន្ទនាហើយគាត់ក៏ដើរតម្រង់ទៅកាន់ចិន្តាយន្តប្រអប់ដើម្បីបន្តដំណើរទៅកាន់ជាន់របស់គាត់ជាន់របស់គាត់គឺជាន់ទី6បន្ទប់របស់គាត់គឺបន្ទប់លេខ644តោះបងប្អូនសូមបិទភ្នែកហើយយើងសម័យនៅសាច់រឿងរបស់គាត់ទាំងអស់គ្នានៅពេលនេះគាត់កំពុងតែធ្វើដំណើរតម្រង់ទៅចន្តាយន្តរបស់គាត់បានចុចសញ្ញាឡើងលើលោតភ្លើងបានបន្តិចចន្តាយន្តមួយនឹងក៏បើកទ្វារចេញមកនៅពេលដែលចន្តាយន្តបើកទ្វារអ្វីដែលគាត់ឃើញមិនមែនជាចន្តាយន្តទូទេនោះទេតែមានមនុស្សប្រុសម្នាក់មានមនុស្សស្រីម្នាក់កំពុងតែឈរនៅក្នុងចន្តាយន្តនឹងស្រាប់ហើយទាស់ត្រង់ថាមនុស្សទាំងពីរនាក់នេះឈរថ្មឹងមិនប្រស្រ័យតាក់ទងគ្នាទាល់តែសោះហាក់ដូចជាសង្សារហាក់ដូចជាគូស្នេហ៍តែកាន់ដៃក៏អត់កាន់ដៃឈរថ្មឹងរៀងខ្លួនហើយបង្ហាញអាកប្បកិរិយាដោយឱនក្បាលចុះទៅខាងក្រោមទាំងអស់គ្នាមានន័យថាឈរថ្មឹងហើយឱនមុខទៅមើលនៅដីគាត់ឃើញអញ្ចឹងគាត់ក៏អត់សូវចាប់អារម្មណ៍ដែរគាត់ក្រែងលោថាគេចូលមុនគាត់ចៃដន្យអីគាត់ចុចគេចុចឡើងហើយចៃដន្យអីគាត់ចុចទៅវាបើកទ្វារល្មមអីអញ្ចឹងទៅគាត់គិតបែបហ្នឹងគាត់ក៏ដើរចូលទៅក្នុងចន្តាយន្តរៀបលើកម្រាមដៃចុចទៅជាន់ទី6ស្រាប់តែគាត់ឃើញថាភ្លើងជាន់ទី6បានភ្លឺរួចហើយមានន័យថាអ្នកទាំងពីរនៅក្នុងចន្តាយន្តហ្នឹងបានចុចនៅជាន់ទី6ដូចគ្នាគាត់ឃើញអញ្ចឹងគាត់ក៏បែរខ្នងហើយគាត់ទាញទូរស័ព្ទចេញពីកប៉ៅរបស់គាត់ដើម្បីចុចគាត់កំពុងតែចុចទូរស័ព្ទគាត់ចម្លែកក្នុងចិត្តមែនទែនរបៀបថាទេពីរអ្នកហ្នឹងមិនឈរស្ងៀមមុំហ៎អត់និយាយអត់ស្ដីគ្នាអញ្ចឹងហើយមិនអោនមុខកុំចោះអញ្ចឹងគាត់បន្តចុចទូរស័ព្ទរបស់គាត់ភ្នែករបស់គាត់ដៀងទៅមើលដៃម្នាក់ស្រីមួយហ្នឹងអ្វីដែលគាត់ឃើញអ្វីដែលគាត់ចាប់អារម្មណ៍បំផុតគឺដៃម្នាក់ស្រីហ្នឹងសតែសរបៀបសស្លេកសរបៀបអត់មានឈាមនៅក្នុងខ្លួនទាល់តែសោះគាត់ឃើញបែបហ្នឹងគាត់ក៏អត់ចាប់អារម្មណ៍ដែរគាត់គិតថាមិនដឹងអីប្រហែលលោកគេលៀបលេលាយអីអញ្ចឹងទៅវាសបែបផែនហ្នឹងនិយាយគាត់ក៏អត់ដឹងដែរអញ្ចឹងគាត់នៅតែបន្តចុចទូរស័ព្ទរបស់គាត់ចុចបណ្ដាចាំបណ្ដាវាចម្លែកត្រង់ថាចន្តាយន្តមួយហ្នឹងវាក្រឡើងទៅដល់ជាន់របស់គាត់មែនទែនជាធម្មតាគាត់ជិះថារយៈពេល10វិនាទីគឺឡើងដល់ជាន់របស់គាត់ហើយប៉ុន្តែគាត់ឈរចាំយូរមែនទែនយូរស្ទើរតែមួយនាទីជាងនៅតែអត់ទាន់ទៅដល់ទៀតក្នុងចិត្តរបស់គាត់តិចចន្តាយន្តកាំងតែអារម្មណ៍របស់គាត់ញៀនរបស់គាត់នៅជើងនេះចន្តាយន្តមួយហ្នឹងគឺញ័រកំពុងតែមានសកម្មភាពជាទំនាញមួយដែលផ្ដោតសញ្ញាដល់ញៀននៅជើងរបស់យើងដឹងថាយើងកំពុងតែឡើងទៅខាងលើហើយគាត់ទទួលបានសញ្ញាមួយហ្នឹងពីបាតជើងរបស់គាត់នេះគាត់ក៏គិតថាអត់អីទេចុចទូរស័ព្ទទៀតនៅពេលដែលចុចបានតែបន្តិចចន្តាយន្តក៏លឺតឹងមានន័យថាដល់ជាន់របស់គាត់ហើយទ្វារចន្តាយន្តបានបើកឡើងនៅពេលដែលគាត់ដើរចេញទៅខាងក្រៅហើយគាត់ងាកទៅមើលផ្លូវដើរផ្លូវទាំងអស់គឺងងឹតស្លុបងងឹតឈឹងតែម្ដងដោយមានពន្លឺនៅតែចន្តាយន្តប្រអប់មួយហ្នឹងឯងគាត់គិតក្នុងចិត្តថាចេះហេងវិញណាប្រហាគាដាច់ភ្លើងចេះចន្តាយន្តអត់កាំងនេះបើចន្តាយន្តកាំងចោលបដ ாய் នៅក្នុងហ្នឹងជាមួយពីរអ្នកហ្នឹងផងដូចរៀងភ័យរឿងស្រួមហេងឯងដែលដាច់ភ្លើងអាគារតែវាមិនដាច់ភ្លើងចន្តាយន្តនេះជាអ្វីដែលគាត់គិតបានប៉ុណ្្នេះហើយគាត់ក៏ងាកទៅកាន់ចន្តាយន្តដែលមិនទាន់បិទទ្វារវិញនៅពេលដែលគាត់ងាកទៅស្រាប់តែពីរអ្នកហ្នឹងបាត់ស្រមោលសូនឆឹងគាត់គិតក្នុងចិត្តថាប្រហែលគេចាញ់មុនហ្នឹងអញ្ចឹងអាពេលដែលគាត់កំពុងតែងាយងើគិតរឿងដាច់ភ្លើងដាច់អីហ្នឹងគេដើរពីក្រោយខ្នងគាត់ក៏មិនដឹងដែរគាត់ឃើញបែបហ្នឹងហើយគាត់ក៏ទាញទូរស័ព្ទប្រចាំង7ដើរទៅខាងមុខដើម្បីស្វែងរកបន្ទប់របស់គាត់ជាធម្មតាបើសិនជាបងប្អូនគេនៅក្នុងបន្ទប់ណាមួយច្បាស់ណាស់យើងដឹងហើយសឹងតែបិទភ្នែកក៏ដឹងថាដើរទៅពីមុខប្រហែលជាហ៊ានបត់ស្ដាំបត់ឆ្វេងរបៀបម៉េចគឺបន្ទប់របស់យើងគឺយើងដឹងតែទាស់ត្រង់ថាគាត់ដើរហើយមកដល់បន្ទប់របស់គាត់បាញ់7មកមិនបន្ទប់របស់គាត់ផងអញ្ចឹងគាត់ចាប់ផ្ដើមឆ្ងល់គាត់ចាប់ផ្ដើមមើលក្បាល6ជាន់ទី6ឯតាគាត់សម្លឹងមើលចុះសម្លឹងមើលឡើងគាត់ឃើញបន្ទប់643 645 646ឡាក់តែវាបាត់បន្ទប់644បាត់ឈឹងតែម្ដងនៅពេលនេះអារម្មណ៍របស់គាត់គឺព្រឺឆ្អឹងខ្នងមែនទែនត្រង់ចំណុចថាវាបាត់បន្ទប់644ទៅណាគាត់ខំប្រឹងរកមិនក៏រត់ឃើញរហូតដល់គាត់គិតថាចេះប្រហែលច្រឡំជាន់ហើយ
គាត់ក៏បកក្រោយដើរតម្រង់ទៅចរាយន្តវិញនៅពេលដែលគាត់ដើរមកដល់ចរាយន្តគាត់ចុចចរាយន្តឡើងទៅខាងលើឬក៏ចុះខាងក្រោមចរាយន្តបានមកដល់បើកទ្វារក្រឹបគាត់ដើរចូលទៅខាងក្នុងគាត់គ្រាន់តែបែរខ្នងមកមុខវិញណាមកខាងទ្វារចរាយន្តវិញស្រាប់តែគាត់ឃើញបន្ទប់របស់គាត់444នៅនឹងមុខរបស់គាត់តែម្ដងជាទីតាំងដើមគាត់ឃើញអញ្ចឹងគាត់រៀងភាំងថាមិញស្វាងភ្នែកប្រហែលហត់ពេកអារម្មណ៍មិនល្អដឹងទៅមករកបន្ទប់ខ្លួនឯងអត់ឃើញគាត់មិនគិតច្រើនហើយដល់តម្រង់ចេញពីចរាយន្តទៅកាន់បន្ទប់របស់គាត់ពលគឺ644គាត់ចាក់សោចូលទៅក្នុងបន្ទប់នៅពេលដែលគាត់ចាក់សោចូលទៅក្នុងបន្ទប់ហើយគាត់ព្យាយាមស្វែងរកកុងតាក់ដើម្បីបើកភ្លើងគាត់កាច់ផាច់តែកាច់យ៉ាងម៉េចក៏ភ្លើងមួយហ្នឹងវាអត់បើកទាល់តែសោះអញ្ចឹងគាត់គិតថាអញ្ចឹងដាច់ភ្លើងម៉ាគីហ៎គាត់មិនខ្វល់ច្រើនគាត់ក៏ដើរតម្រង់ទៅលើគ្រែរបស់គាត់ដើម្បីគេងបងប្អូនសាកសម័យថាអញ្ចេះបងប្អូនកំពុងតែគេងនៅលើគ្រែអារម្មណ៍កំពុងតែអត់សុបាយចិត្តទាញភួយមកទៅ10សងំគេងទើបតែសងំគេងមិនទាន់លក់មិនទាន់ល្វើល្វាយមិនទាន់អាលីវមិនទាន់យកសពមិនទាន់អ្វីទាំងអស់គ្រាន់តែបិទភ្នែកសងំគេងមនុស្សកំពុងតែអត់សុបាយចិត្តរឿងអីគេងលក់ភ្លាមទៅឯងបងប្អូនមិនងាយគេងលក់ទេអញ្ចឹងក្នុងករណីនឹងហើយគាត់ស្ថិតនៅក្នុងគ្រែរបស់គាត់នេះកំពុងតែបិទភ្នែកគេងសុកស្រាប់តែឮសំឡេងសើចតិចនៅចិត្តតិចគាត់លើវាថាគាត់ឮសំឡេងសើចនឹងហើយគាត់ស្ទុះបើកភ្នែកមកភ្លាមស្លឹងមើលឆ្វេងស្លឹងមើលស្ដាំអត់មានមនុស្សណាអត់ឃើញអីទាំងអស់ងងឹតស្លុបនឹងគាត់ទាញទូរស័ព្ទមកបាញ់ពិលមើលឆ្វេងមើលស្ដាំខំប្រឹងដើរចេញពីទ្វារស្រាប់តែគាត់ប៉ះជាមួយនឹងក្លិនមួយគឺក្លិនស្អុយខ្លាំងមែនទែនមកហោះបុកចូលចំហរបស់គាត់ហាក់ដូចជាក្លិនកដោងាប់សាកសពងាប់អញ្ចឹងគឺស្អុយគម្រងសពគឺស្អុយខ្លាំងស្អុយមុតមកបុកចូលចំហរបស់គាត់ព្យាយាមដេញហិតគាត់ក៏គិតថាប្រហែលជាក្អៅស្អុយដឹងនេះជាគំនិតរបស់គាត់តែសំឡេងមិញនេះសំឡេងសើចដាក់ទៅជាគាត់មិញនេះគឺច្បាស់មែនទែនគឺជាសំឡេងមនុស្សចាំបាត់ទៅណានៅពេលដែលគាត់ដើរចូលគ្រែវិញកំពុងតែទាញភួយរកគ្របហើយស្រាប់តែគាត់ឮទឹកហូរចេញពីក្បាលរមណីឮឈូគាត់ឮបែបហ្នឹងគាត់ក៏គិតក្នុងចិត្តថាមិញចូលបន្ទប់ទឹកតិចបាត់ទឹកអត់ចិត្តគាត់ក៏ស្ទុះទៅកាន់បន្ទប់ទឹកបំរុងនឹងបិទទឹកតែមិនឃើញថាមានទឹកហូរតតែសោះតែគាត់ច្បាស់នៅក្នុងតិចថាទឹកនឹងគឺសំឡេងចេញពីបន្ទប់ទឹករបស់គាត់ហេតុអ្វីមិនឃើញអ្វីនៅពេលដែលគាត់ទៅដល់គាត់មានអារម្មណ៍ថាចាប់ផ្ដើមអត់ស្រួលខ្លាំងហើយគាត់ចាប់ផ្ដើមទេទៅគាត់ចាប់ផ្ដើមរកវិធីសាស្ត្រតើធ្វើបែបណាគាត់ក៏នឹកឃើញថាអូខេឥឡូវទុំមកដល់នេះទេមិនទេទៅរកមិត្តភ័ក្ដិភ្លាមហ្មងឲ្យគេមកដល់បន្ទប់វិញមកជួយគ្នាទាញទូរស័ព្ទរបស់គាត់ភ្លាមចេញពីកប៉ៅរបស់គាត់ហើយគាត់ចាប់ផ្ដើម unlock screen អ្វីដែលគាត់ប្រទះឃើញថាទូរស័ព្ទរបស់គាត់មិនមានសេវាទាល់តែសោះពេលនេះគឺគាត់បែកញើសខ្លាំងមែនទែនគឺភ័យស្លន់ស្លោហើយអត់ដឹងថាតើត្រូវតែធ្វើម៉េចគួរតែរត់ចុះគួរតែម៉េចតែនៅក្នុងបន្ទប់ខ្លួនឯងតាអញ្ចឹងគាត់ក៏សម្រេចចិត្តឡើងទៅគ្រែហើយគ្របភួយឡើងចិត្តគាត់ព្យាយាមកលុំភួយគ្របក្បាលគាត់ឡើងចិត្តហើយសងំគេងខំប្រឹងបិទភ្នែកកាន់តែប្រឹងកាន់តែអត់លក់ស្រាប់តែគាត់ឮសំឡេងស្បែកជើងកែងដើរខាងក្រៅបន្ទប់ដើរប៉ុកមកដល់ត្រឹមតែមុខបន្ទប់គាត់ស្រាប់តែបាត់សំឡេងឈឹងគាត់គិតថាស្ដាប់ច្រឡំគាត់ផ្ទៀងតិចរបស់គាត់ស្ដាប់ម្ដងទៀតសំឡេងមួយនេះមិនមែនកើតឡើងម្ដងទេសំឡេងមួយនេះគឺ2ទៅ3ដងសំឡេងបើជើងកែងនឹងឲ្យតែដើរមកដល់មុខបន្ទប់របស់គាត់គឺស្ងាត់ជ្រាបតែម្ដងគាត់កាន់តែភ័យខ្លាំងមែនតើអាចង់រត់ចេញក្រៅក៏មិនដឹងចេញមិនបើលឺសលេងវាយជើងកែងនៅមុខទ្វារហ្នឹងទាញទូរស័ព្ទមកវាអត់សេវាគាត់ចាប់ផ្ដើមស្លន់ស្លោគាត់អត់ដឹងថាតើធ្វើមិនចាប់ផ្ដើមបែកញើសខ្លាំងមែនទែនអ្វីដែលគាត់អាចធ្វើបាននៅពេលនេះគឺមានតែព្យាយាមប្រឹងបិទភ្នែកឲ្យបខំធ្វើមិនឲ្យលក់គេថាពេលគេងលក់ទៅវាឈប់ខ្លាចតែវាចង្រៃត្រង់ថាទោះគេងមិនក៏គេងអត់លក់កំពុងតែប្រឹងបិទភ្នែកនេះស្រាប់តែលឺសំឡេងសើចក្បែរត្រចៀកគាត់ម្ដងទៀតអាលប៊ីតាត្រឹមតែឮសំឡេងសើចមិនមែនទេដងនេះស្រាប់តែឮសំឡេងចេះម៉េចខ្លាចហើយមួយសំណួរមួយនេះគាត់ប្រកាស 100% ក្នុងចិត្តថាខ្មោចលងហើយមួយក្បែរត្រចៀកគាត់ម្ដងទៀតអាលប៊ីតាត្រឹមតែឮសំឡេងសើចមិនមែនទេដងនេះស្រាប់តែឮសំឡេងចេះម៉េចខ្លាចហើយ
មួយសំណួរមួយនេះគាត់ប្រកាស 100% ក្នុងចិត្តថាខ្មោចលងហើយ100% គាត់ប្រកាសក្នុងចិត្តថាខ្មោចលងហើយគាត់ប្រឹងបិទភ្នែកហើយគាត់ប្រឹងសូត្រធម៌ហើយរបៀបសូត្រអ្នកមោតស័កហើយរំលឹកដល់គុណឪពុកគុណម្ដាយជួយកូនផងខ្មោចលងហើយជួយកូនផងឪម៉ែអើយគុណពុកគុណម៉ែជួយឪផងអាពងតាសូត្រញ័រពេញមាត់នេះស្រាប់តែទ្វាររបស់គាត់នេះឮសំឡេងគោះទ្វារឮប៉ុកគាត់គិតក្នុងចិត្តគាត់អខ្លាំងមែនទែនគាត់និយាយថាមានគេមកហើយអ្នកគេងជាមួយគ្នានឹងមកហើយខ្មោចលែងលងហើយគាត់ស្ទុះលឿនមែនទែនទៅបើកទ្វារនៅពេលដែលគាត់បើកទ្វារសាកសម័យបងប្អូននៅពេលដែលបើកទ្វារចេញមកវាមិនមែនជាមិត្តរួមបន្ទប់របស់គាត់ណាតែគឺជាមនុស្ស2នាក់ដែលឈរនៅក្នុងចរាយន្តជាមួយគាត់នឹងដែលអោនមុខចុះហ្នឹងណាគឺមកឈរត្រង់ថ្មឹងនៅមុខបន្ទប់របស់គាត់តើបងប្អូនមានអារម្មណ៍មិនទៅបើសិនជាបងប្អូនណាវាសាហាវខ្លាំងពេកណានៅពេលដែលគាត់ស្រឡាំងកាំងឃើញ2អ្នកនឹងឈរអោនមុខនៅមុខបន្ទប់គាត់នេះស្រាប់តែ2អ្នកនឹងចាប់ផ្ដើមងើបមុខឡើងបន្តិចម្ដងអ្វីដែលបងប្អូនសម័យឃើញគឺរូបភាពមួយនេះនៅពេលដែលគាត់ឃើញម្នាក់ស្រីមួយនឹងនៅពេលដែល2អ្នកនឹងងើបមុខមកអស់ម្នាក់ស្រីមួយនឹងអត់មានគ្រាប់ភ្នែកទេភ្នែកទាំងពីរគឺខូងចូលខាងក្នុងឃើញដល់អាលាខាងក្រោយគឺឃើញវាអត់មានគ្រាប់ភ្នែកហ្មងហើយកំពុងតែញញឹមដាក់គាត់ងាកមកមើលម្នាក់ប្រុសនេះវិញណាភ្នែកមានគ្រាប់ភ្នែកតែមួយខាងគឺធ្លាក់ចុះក្រោមអារបៀបលៀនចេញមកធ្លាក់ចុះក្រោមហើយបើនិយាយពីក្អមមាត់របស់គាត់ក្អមមាត់របស់ម្នាក់ប្រុសនឹងចកាខាងក្រោមអត់មានទេមានតែក្អមមាត់ខាងលើឡើងទៅលើអាខាងក្រោមអាកន្លែងចកានឹងអត់មានហ្មងតែទេហ្មងដល់ត្រឹមចំណុចនេះបងម្ចាស់ពេទ្យសាច់រឿងប្រាប់ថាគាត់គាំងគាត់ស្គមមើងអត់រួចណាឥឡូវវាចង់ថយបន្តិចវាគាំងត្រឹងហ្មងវាបជាដៃបជាជើងខ្លួនឯងឡើងកើតស្រាប់តែម្នាក់ប្រុសនឹងធ្លាក់ក្បាលដល់ដីព្រោះហើយលមៀលក្បាលរបស់ម្នាក់នឹងមកប៉ះជាមួយជើងរបស់គាត់អារម្មណ៍មួយនឹងអារម្មណ៍ឃើញក្បាលធ្លាក់ដល់ដីលមៀលមកប៉ះជាមួយនឹងស្បែករបស់គាត់នេះដឹងថាមានរបស់មកប៉ះវាបាល់មកប៉ះជើងគាត់បងប្អូនមានអារម្មណ៍ថាម៉េចម្នាក់ប្រុសនឹងបានពលឺថាចេះមកចាំកន្លែងជាមួយគ្នាអីបានគ្នាគឺសំឡេងមួយនឹងដែលគាត់ប្រាប់សើចខ្លាំងមែនទែនគាត់ភ័យរហូតដល់ស្លាប់បាត់នៅមុខបន្ទប់ហ្នឹងនៅពេលដែលគាត់ដឹងខ្លួនគឺនៅជុំវិញខ្លួនគាត់បានឃើញថាដៃរបស់គាត់នៅជាប់សរោមពោលគឺគាត់នៅមន្ទីរពេទ្យបាត់ទៅហើយនៅខាងជាប់ខ្លួនគាត់នឹងគឺមានមិត្តភ័ក្តិរបស់គាត់ដែលនៅគេងជាមួយនឹងគាត់នឹងនៅក្នុងបន្ទប់របស់គាត់បានសួរមិត្តភ័ក្តិថាមានរឿងអីកើតឡើងមិត្តភ័ក្តិរបស់គាត់ប្រាប់ថាពូសន្តិសុខយប់មិញហ្នឹងដើរល្បាតនៅពេលដែលដើរល្បាតស្រាប់តែឃើញម្ចាស់សាច់រឿងហ្នឹងសន្លប់នៅជាន់ទី4ដែលជាជាន់ដែលគេបោះបង់ចោលបិទជាន់នឹងចោលហ្មងអត់មានភ្លើងទេហើយជាន់ហ្នឹងគេទុកប្រើដាក់អីវ៉ាន់ចាស់របស់ដែលគេអត់ប្រើគេញាត់ទៅជាន់ហ្នឹងហើយគាត់លឺបែបហ្នឹងគាត់គាត់ថាអញ្ចឹងតែអារម្មណ៍មួយគាត់ដឹងថាយប់មិញមានរឿងអ្វីកើតឡើងចំពោះគាត់ច្បាស់ណាស់ហើយគាត់គាំងគាត់និយាយអត់ចេញថាអត់ទេគឺជាន់ទី6គាត់ចុចគាត់ឃើញជាន់ទី6ហើយបន្ទប់6គឺក្បាល644គឺបន្ទប់របស់គាត់ហើយមិនធ្វើគាត់ស្លាប់នៅជាន់ទី4គាត់នៅតែអត់យល់ក្នុងចិត្តរហូតដល់គាត់ចេញពីមន្ទីរពេទ្យគាត់មិនអស់ចិត្តគាត់ក៏ទៅជួបសួរពូសន្តិសុខថាពូឃើញខ្ញុំណាពូសន្តិសុខក៏ប្រាប់ថាគាត់ឃើញនៅជាន់ទី4អីអញ្ចឹងណាតែគាត់ព្យាយាមប្រាប់ថាចេះបពូមែនទេសំណួររបស់ខ្ញុំសួរថាចេះមិនបើខ្ញុំនៅជាន់ទី4ហើយគាត់ក៏ចាប់ផ្ដើមរៀបរាប់នៅរឿងរ៉ាវដែលគាត់បានជួបប្រទេសម្នាក់ស្រីម្នាក់ផុសលាក់នឹងលាក់ហូហែទៅប្រាប់ពូសន្តិសុខបានលឺនៅព្រឹត្តិការណ៍អ្វីដែលគាត់បានជួបប្រទេសគាត់ក៏ដាច់ចិត្តប្រាប់គាត់បានប្រាប់ថាកាលពីប្រហែលជា1ឆ្នាំមុនមានសង្សារមួយគូធ្វើការឲ្យតកែចិនហើយមួយគូហ្នឹងគឺស្នាក់នៅក្នុងបន្ទប់444នៅជាន់ទី4ការ៉េ4បដ ாய் បញ្ជាក់ប្រាប់ថាមួយគូហ្នឹងម្នាក់ស្រីខាងស្រីគឺស្អាតយកទៅមែនទែនស្អាតដូចតារាស្អាតខ្លាំងទាំងរៀងរើទាំងមុខមាត់ពណ៌សម្បុរគឺស្អាតខ្លាំងយកទៅមែនទែនស្អាតខ្លាំងពេកដែលធ្វើឲ្យត្រូវកែចិនរបស់2នាក់របស់មួយគូហ្នឹងណាចាប់ចិត្តប្រតិព័ទ្ធជាមួយនឹងម្នាក់ស្រីហ្នឹងទាំងដឹងថាម្នាក់ប្រុសហ្នឹងជាសង្សាររបស់ម្នាក់ស្រីហ្នឹងហើយជា2នាក់ហ្នឹងជាកូនចៅរបស់ខ្លួនទៀតតែនៅតែចាប់ចិត្តប្រតិព័ទ្ធមកតាមម្នាក់ស្រីហ្នឹងនៅខុនដូជារៀងរាល់ថ្ងៃរហូតដល់មានថ្ងៃមួយស្រាប់លែងឃើញ2អ្នកនឹងចុះមកគាត់ក៏ចាប់អារម្មណ៍ដែររហូតដល់អ្នកនៅក្នុង
ជាន់ទី4នឹងដូចគ្នានៃចិត្តបន្ទប់ណាចាប់ផ្ដើមមានក្លិនស្អុយដល់ពេលដែលមានក្លិនស្អុយទៅគាត់ក៏តាក់ទងទៅ reset ប្រាប់ថាមានក្លិនស្អុយក្លិនហ្នឹងអត់ស្រួលទេក៏ស្នើសុំឲ្យ reset បើកទ្វារមើលនៅពេលដែល reset ទៅបើកទ្វារមើលនៅបន្ទប់444ហ្នឹងអ្វីដែលជាទិដ្ឋភាពដែលអ្នកទាំងអស់គ្នានៅទាន់ហេតុការណ៍បានឃើញគឺមានសាកសព2ពលគឺសង្សារមួយគូនឹងឯងឡើងស្លាប់ឡើងហើមខៀវយកតែមែនតើហ្មងណាបានតែស្លាប់3 4ថ្ងៃទៅហើយអ្វីដែលសំខាន់គឺម្នាក់ស្រីនោះស្លាប់ដោយអាក្រាតកាយភ្នែកទាំងពីរត្រូវគេចាក់ជាមួយនឹងរបស់ស្រួចដែលធ្វើឲ្យភ្នែកទាំងពីរហ្នឹងបងប្អូនយល់ហើយសាកសម័យថាមានស្អីមួយស្រួចឧទាហរណ៍ថាជាកន្ត្រៃចាក់ភ្នែកទាំងសងខាងណាហើយបើសិនជាសាកសមមនុស្សប្រុសនោះវិញស្លាប់ដោយសារការអាកមានគេអាកហើយនឹងអារង្វះមាត់របស់គាត់ហើយនេះគឺជារឿងរ៉ាវរបស់បងប្រុសដែលគាត់ជួបស្របពេលដែលជាថ្ងៃចូលខួបកំណើត20ឆ្នាំរបស់គាត់ជាឆ្នាំគត់យ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាបានសម័យឃើញទេបានសម័យឃើញនៅរឿងរ៉ាវទាំងអស់នេះទេសម្រាប់ខ្ញុំគឺសាហាវយកខ្លាំងតែមែនតើវាដូចក្នុងរឿងណាសូម្បីតែខ្ញុំកំពុងតែបកស្រាយជូនទៅបងប្អូនណាគឺខ្ញុំសម័យឃើញតែម្ដងមានន័យថាខ្ញុំរស់នៅក្នុងកែវភ្នែករបស់បងប្រុសហើយខ្ញុំកំពុងតែរៀបរាប់ទស្សនវិជ្ជាទាំងអស់ដែលបងប្រុសបានជួបខ្ញុំឃើញអីគឺខ្ញុំប្រាប់បងប្អូនអញ្ចឹងគឺក្នុងស្ថានភាពហ្នឹងវាស្ដែងនៅនឹងភ្នែកពេកខ្ញុំទៅសើដែលម្ចាស់ខ្សែរឿងអត់ប្រាប់ថាគាត់ខ្លាចរហូតដល់ធ្លាក់ខ្លួនឈឺកាន់ខែជុះសក់អត់អីគាត់ថាគាត់សំណាងដែរដែលធ្វើតែគេងពេទ្យហើយមានកម្លាំងទៅសួររឿងហេតុដើមហេតុទៀតណាអ្នកធម្មតាដែលខ្ញុំធ្លាប់ឮពីសាច់រឿងខ្លាំងដែរគឺគាត់ធ្លាក់កើតខ្លួនឈឺកាន់ខែស្រោចទឹកមិនដឹងប្រហែលដងទេទ្រាំតែដាច់តែបងប្អូនវិញខ្ញុំសុំសរសើរថាអត់អីហើយខ្ញុំពិតជាអស្ចារ្យមែនទែនហើយសាច់រឿងទាំងមូលនេះគឺពិតជាសាហាវខ្លាំងមែនទែនតដែលបងប្អូនលេខ4គឺជាលេខមួយដែលមិនល្អនោះទេអានេះសម្រាប់ក្បួនអ្នកណាដែលគាត់ថាលេខ4លេខល្អអាហ្នឹងជារឿងរបស់បងប្អូនខ្ញុំមិនហ៊ានបកកាយទេតែសម្រាប់ខ្ញុំផ្ទាល់លេខ4មិនមែនជាលេខល្អទេខ្ញុំព្យាយាមគិតឲ្យតែតាក់ទិនជាមួយលេខ4ឲ្យតែស្នាក់នៅកន្លែងណាអាគារក៏ដោយបន្ទប់ជួលក៏ដោយឬក៏អូតែលក៏ដោយផ្ទះសនៈក៏ដោយខ្ញុំគិតពីលេខ4មែនតើព្រោះសូម្បីតែខ្ញុំផ្ទាល់ក៏ភាកច្រើនប៉ះចំជាមួយនឹងលេខ4ដែរឧទាហរណ៍កតុយ4 114អញ្ចឹងណារបៀបអញ្ចឹង334អញ្ចឹងណាអារបៀបលេខអញ្ចឹងឲ្យតែមានលេខ4កតុយឲ្យតែខ្ញុំគេងគឺយប់នឹងដឹងតែមានការងារធ្វើអញ្ចឹងក្នុងករណីនេះមួយគូនេះបានស្នាក់នៅឯបន្ទប់លេខ444ជាន់ទី4ការ៉េ4ណាអញ្ចឹងវា4ត្រួតណាអញ្ចឹងក្នុងករណីនេះដែលយើងមិនដឹងថាមិនទេតែសម្រាប់ខ្ញុំផ្ទាល់ខ្ញុំមានតែលើកដៃបន្នំជូនប៉ុនជូនកសលទៅគូស្នេហាពីរនាក់ហ្នឹងសង្ឃឹមថាពួកគាត់អាចទៅចាប់ជាតិហើយកុំនៅចាំអាគារគេអីកុំប្រឡាចគេអីប៉ុនកសលណាដែលអាចទៅដល់អ្នកទាំងពីរបានក៏សូមអនុមោទនាយកទៅហើយទៅចាប់ជាតិចោះទៅចាប់ជាតិចាប់កំណើតណាមួយដែលល្អជាងនេះហើយជាតិក្រោយកុំឲ្យមានគ្រោះបែបហ្នឹងទៀតសង្ឃឹមថាបងប្អូននឹងចូលចិត្តនៅអេពីសូតមួយនេះអរគុណមែនទែនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សម្រាប់បងប្អូនដែលមានសាច់រឿងល្អសាច់រឿងជាបទពិសោធន៍ពិតសូមចែករំលែកមកកាន់រូបខ្ញុំបាទតាមរយៈ Page Facebook ជាអ្វីអរគុណមែនទែនសម្រាប់ការគាំទ្រអរគុណរាល់ការឧបត្ថម្ភរបស់បងប្អូនតាមរយៈ QR Code កម្លាំងចិត្តរបស់បងប្អូនត្រឹមតែខ្ញុំឃើញវីដេអូនីមួយៗមាន view ច្រើនណាគឺខ្ញុំសប្បាយចិត្តហ្មងគឺមានកម្លាំងចិត្តក្នុងការធ្វើហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងក្លាយជាប្រិយមិត្តស្មោះស្ម័គ្ររបស់កម្មវិធីជាអ្វីហើយយកកម្មវិធីជាអ្វីក្លាយជាកម្មវិធីរបស់បងប្អូនមិនមែនជាកម្មវិធីរបស់ខ្ញុំទេតែជាកម្មវិធីរបស់បងប្អូនផ្ទាល់តែម្ដងជាថ្មីម្ដងទៀតនំប៉័ងហោះគឺជា brand របស់កូនខ្មែររបស់ខ្ញុំផ្ទាល់តែម្ដងដែលសម្រិតសម្រាននៅគ្រឿងផ្សំរាល់អ្វីដែលដាក់ចូលនៅក្នុងនំប៉័ងខ្ញុំហ៊ានធានាថាឆ្ងាញ់ប្រកបដោយសុវត្ថិភាពខ្ពស់ព្រោះខ្ញុំអ្នកញ៉ាំរាល់ថ្ងៃដែរចឹងហើយបើសិនជាបងប្អូនគាំទ្រឲ្យចង់សាកល្បងនៅនំប៉័ងដែលឆ្ងាញ់នំប៉័ងប៉ាតេដែលឆ្ងាញ់សូមសាកល្បងនៅនំប៉័ងហោះនៅពេលនេះខ្ញុំបាទសូមអរគុណហើយជូនពរឲ្យបងប្អូនជួបនៅរឿងរ៉ាវល្អៗនៅក្នុងជីវិតជួបតែអ្នកស្រឡាញ់រាប់អានប្រកបការងារប្រចាំថ្ងៃមានតែជ័យជំនះសូមកុំភ្លេចនៅបុណ្យការធ្វើបុណ្យមានវិធីច្រើនមែនទែនអ្វីដែលខ្ញុំចង់ឲ្យបងប្អូនធ្វើបើសិនជាមិនអាចទេណាត្រឹមតែធ្វើអ្វីមួយប្រកបបំពាក់ជាមួយនឹងចិត្តល្អចិត្តវិជ្ជមានទៅធ្វើគឺកើតជាអំណាចបុណ្យហើយ
ចឹងហើយសូមបងប្អូនមេត្តាយល់យកគ្នាបើកបរតាមដងផ្លូវក្តីសូមមេត្តាយល់យកគ្នាវាមិនចង្រៃអីនឹងទុកផ្លូវឲ្យគេទៅមកមិនដដើមពជាតិជាមួយនឹងគេត្រឹមតែអត់ចិត្តដដើមពជាតិជាមួយគេមានចិត្តល្អឲ្យគេឆ្លងឬក៏ទឹកមួយកែវដែលបងប្អូនចង់លើកឲ្យគេសិតតែជាអំណាចបុណ្យហើយអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចធ្វើបានសូមបងប្អូនទាំងអស់គ្នាជោគជ័យមិនថាថ្ងៃនេះមិនថាថ្ងៃស្អែកមិនថា365ថ្ងៃនៅក្នុងឆ្នាំ2026មានតែរឿងល្អៗកើតឡើងចំពោះបងប្អូនទាំងអស់គ្នាដល់ពេលនេះខ្ញុំបាទវិទូសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយមួយទៀត